អូនស្រីបានហែកមាត់បងស្រីចេញរួចយកគូត្រីត្រីមួយគ្រាប់ចេញពីមាត់បងស្រីផ្ទាល់មួយសន្ទុះក្រោយមកសាកសពរបស់នាងក៏ប្រែជាខ្មៅងឹតឃើញបែបនេះនាងក៏ដកមេដៃចេញមកភ្លាមមិននឹកស្មានថាសាកសពស្រុកចេញនៅចូលពីជាច្រើនឪពុកម្ដាយក៏ចាប់ផ្ដើមមានការព្រួយបារម្ភភ្លាមក៏ដឹងថាកូនស្រីត្រូវបានសត្រូវបំពោសម្លាប់ហើយអ្វីបានជានាងមានសមត្ថភាពអស្ចារ្យបែបនេះតាមពិតទៅកាលពី10ឆ្នាំមុនភរិយាលោកមេតបមានផ្ទៃពោះកូនភ្លោះហើយពិបាកសម្រាលលោកតាតាប់ស្បានឲ្យឆ្នាំពន្យាជីវិតមួយគ្រាប់ដល់គាត់មិនយូរប៉ុន្មានភរិយាក៏សម្រាលបានកូនស្រីភ្លោះដោយជោគជ័យតែមិននឹកស្មានថាកូនស្រីពើទើបតែកើតមកមានដង្ហើមខ្សោយណាស់ឃើញកូនស្រីចិត្តស្លាប់បែបនេះលោកមេតបមានការភ័យស្លន់តែលោកជង្គង់អង្វរលោកតាឲ្យជួយសង្គ្រោះជីវិតកូនស្រីលោកតាតាប់ឃើញគាត់មានចិត្តស្មោះត្រង់បែបនេះក៏ប្រាប់ថាបើចង់ជួយជីវិតកូនស្រីមានតែទទួលនាងធ្វើជាកូនសិស្សរបស់គាត់ប៉ុណ្ណោះបើនាងអាចរស់រហូតដល់ធំដឹងក្តីអាចឆ្លងផុតគ្រោះថ្នាក់នេះបានបន្ទាប់មកលោកតាតាប់ក៏បីទីរាជការនោះចាក់ចេញទៅពេលវេលាកន្លងផុតទៅ16ឆ្នាំលោកតាតាប់ស្រាប់តែទទួលបានសម្បត្តិប្រាប់ថាបងស្រីបានស្លាប់ដោយចៃដន្យពេលឮដំណឹងអាក្រក់របស់បងស្រីក៏ចុះពីលើភ្នំប្រញាប់ត្រឡប់ទៅភូមិគ្រឹះមេតបវិញគ្រប់គ្នាជិះចេញឲ្យឆ្ងាយភ្លាមខ្ញុំមិនអីទេមែនទេខ្ញុំចង់លេបថ្នាំប្រហែលជាមានរឿងអ៊ូអរហើយមើលទៅពេលនាងត្រឡប់មកដល់ភូមិគ្រឹះមេតបវិញម្ដាយសម្លឹងមើលកូនស្រីដែលមិនបានជួបគ្នាជាច្រើនឆ្នាំដោយក្តីរំភើបតែមិននឹកស្មានថាសម្ដីដំបូងដែលនាងនិយាយគឺសូមបើកមជ្ឈូសដើម្បីពិនិត្យសាកសពបងស្រីព្រោះបងស្រីតែងតែមានសុខភាពល្អមិននឹកស្មានថាបែរជាស្លាប់ភ្លាមបែបនេះនាងសង្ស័យថានេះជាស្នាដៃស្ទើររបស់ឪពុកនាងតែលោកឪពុកបែរជាគិតថានាងកំពុងតែបង្កបញ្ហាទៅវិញក៏បញ្ជាឲ្យកូនចៅចាប់នាងទៅឃុំក្នុងបន្ទប់ដើម្បីឲ្យនាងភ្ញាក់រលឹកអ្នកទៅអាមនុស្សឥតប្រយោជន៍លោកតាថាងបើមិនអីទេអ្នកសាកល្បងខ្លួនឯងទៅប៉ុន្តែខ្ញុំសូមនិយាយឲ្យច្បាស់ជាមុនសិនបើសូម្បីតែអ្នកក៏ចាញ់ដែរនោះអ្នកមិនអាចមករ៉ារ៉ាំងខ្ញុំមិនឲ្យពិនិត្យសាកសពបានទេស្រីម្នាក់នេះប្រយ័ត្នតែយំនៅពេលក្រោយទៅប៉ុន្តែលោកតាថាងខ្ញុំប្រាប់ហើយថាបើហ៊ានភ្នាល់ត្រូវហ៊ានចាញ់បើមិនអញ្ចឹងទេខ្ញុំនឹងកំទេចភូមិគ្រឹះមេតបរបស់អ្នកចោលមិនខានតាមចិត្តអ្នកចោះបងស្រីកុំបន្ទោសខ្ញុំអីមានតែធ្វើបែបនេះទេទើបអាចរកមូលហេតុដែលអ្នកស្លាប់ឃើញលោកពុកជួយខ្ញុំផងអ្នកហ៊ានវីបបផងអ្នកគឺជាស៊ូហ៊ុយរិនដែលផ្ញើគូត្រីត្រីមកមែនទេខ្លាំតំណាហ៊ានវីកូនស្រីខ្ញុំនៅចំពោះមកខ្ញុំផងនរណានៅទីនេះចាប់ខ្លួនគាត់ឲ្យខ្ញុំអំណាចមន្ត្រីធំសម្បើមណាស់មែនទេតើអ្នកចង់ធ្វើអ្វីខ្ញុំគឺជាមន្ត្រីរបស់រាជការអ្នកមិនចង់រស់ទៀតទេមែនទេតាមពិតលោកម្ចាស់ស៊ូក៏ដឹងរឿងនេះដែរការសម្លាប់មន្ត្រីរាជការនិងគ្រួសារគឺជាទោសធ្ងន់ថ្ងៃនេះខ្ញុំនឹងប្រដៅអ្នកជំនួសរាជការក្នុងនាមជាឃាតករដែលសម្លាប់កូនស្រីមេតបអ្នកគ្រាន់តែជាអ្នកស្រែទៀបនៅហ៊ាននិយាយផ្ដេសផ្ដាស់ទៀតតើមានភស្តុតាងទេបើគ្មានភស្តុតាងគឺជាការបង្កាច់បង្ខូចមន្ត្រីរាជការបង្កាច់បង្ខូចអ្នកមនុស្សម្នាក់ដែលនៅរស់សុខបែរជាស្លាប់ភ្លាមក្នុងរយៈពេលតែប៉ុន្មានថ្ងៃតើវាជាជំងឺចម្លែកអ្វីទៅក្នុងនាមខ្ញុំជាអ្នករៀនពេទ្យខ្ញុំពិតជាឆ្ងល់ណាស់ខ្ញុំក៏សម្រេចចិត្តបើកមជ្ឈូសទោះបីជាលោកឪពុកជំទាស់ក៏ដោយលោកម្ចាស់ស៊ូមើលថាខ្ញុំបានរកឃើញអ្វីនៅលើខ្លួនបងស្រីខ្ញុំនេះវាលោកម្ចាស់ស៊ូប្រហែលជាមិនស្គាល់របស់នេះទេទោះបីជាយកវាចេញពីខ្លួនអ្នកនាងតាំងក៏ដោយក៏មិនអាចបញ្ជាក់ថាខ្ញុំជាឃាតករដែរបើគុំតែមានគូជ្រៀត្រីដែលអ្នកផ្ញើមកកាន់តែលាក់កាន់តែធ្លាយគ្រួសារត្រកូលតាំងរបស់ខ្ញុំប្រហែលជាមិនដឹងរឿងរហូតដល់ពេលនេះទេថាបងស្រីខ្ញុំបានឆ្លងកាត់រឿងអយុត្តិធម៌អ្វីខ្លះមុនពេលស្លាប់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុតលោកពុកខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះកុំទម្លាក់កំហុសនេះមកលើខ្ញុំអីអ្វីដែលលោកស៊ូចង់មានន័យគឺអ្នកដែលចង់សម្លាប់បងស្រីខ្ញុំគឺជាអ្នកដែលបញ្ជាឲ្យផ្ញើគូជ្រៀត្រីនេះមកពាក្យសម្ដីអាក្រក់សម្លាប់មួយអាណិតអ្នកនាងតាំងចៅដួនកូនស្រីមន្ត្រីរាជការណាចាំលោកពុកខ្ញុំត្រឡប់មកខ្ញុំនឹងឲ្យគាត់ប្តឹងអ្នកទៅព្រះមហាក្សត្រដល់ពេលនោះទោះបីជាអ្នកជាកូនស្រីមេតបក៏ដោយក៏ត្រូវទទួលទោសធ្ងន់ដែរស៊ូឡូអ្នកគួរតែយល់ឲ្យច្បាស់ក្នុងពេលដែលឪពុកអ្នកទុកអ្នកនៅទីនេះធ្វើជាចំណាប់ខ្មាំងវាបញ្ជាក់ថាគាត់បានត្រៀមខ្លួនឲ្យខ្ញុំសម្លាប់អ្នកហើយមិនអាចទៅរួចទេមិនអាចដាច់ខាតនិយាយអ្វីដែលអ្នកដឹងមកឲ្យអស់បើមិនដូច្នោះទេនិយាយអ្វីដែលអ្នកដឹងមកឲ្យអស់ទៅខ្ញុំនិយាយហើយបានទេសូមកុំធ្វើបាបខ្ញុំទៀតអីខ្ញុំអាចប្រាប់អ្នកបានតែអ្នកត្រូវសន្យានឹងខ្ញុំលក្ខខណ្ឌមួយបើអ្នកមិនព្រមហើយឲ្យគាត់ដឹងខ្ញុំក៏រស់មិនបានដែរមិនហើយអត្តសញ្ញាណគាត់មិនទៀបជាងអ្នកទេទៅថ្ងៃមុខគាត់គឺជាខ្សែរាជវង្សអ្នកនាងខែបាននិយាយមិនច្បាស់លាស់បែបនេះទុកអណ្ដាតអ្នកក៏គ្មានប្រយោជន៍ដែរ
ឲ្យខ្ញុំជួយកាត់វាចោលទៅល្អជាងលេងខ្ញុំទៅខ្ញុំនឹងនៅក្បែរក្រុងហោះចឹងខ្ញុំគឺឆៃភេងញ៉ៅឆៃភេងញ៉ៅតើគាត់ជាអ្នកណាឲ្យអ្នកមកធ្វើអ្វីគាត់គឺជាក្មួយស្រីរបស់សេនាបតីហើយក៏ជាក្មួយស្រីរបស់ព្រះនាងចឹងដែរគាត់តែងតែស្រឡាញ់រាតិយាតពេលលើថាអ្នកនាងធំធេងរៀបការជាមួយរាតិយាតចង់ឲ្យខ្ញុំមកមើលផ្ទាល់ភ្នែកថាគាត់ស្លាប់មែនឬអត់លោកមេតបអ្នកនាងទី2វងនៅលើផ្លូវថ្ងៃនេះឥឡូវបានវីមេតបឈិននឹងអ្នកនាងខោថែមទាំងចាប់កូនស្រីមេតបចុះមកវិញទៀតតើអ្នកពិតជាមិនខ្វល់មែនទេខ្ញុំទើបតែស្លាប់ឈឺចាប់ខ្លាំងណាស់ឈឺដេកមិនងើបបើគាត់ធ្វើរឿងអ្វីឈួតចេញមកខ្ញុំគ្មានពេលខ្វល់ខ្វាយទេហើយមួយទៀតយកដំណឹងដែលខ្ញុំត្រូវអ្នកនាងទី2វីទៅផ្សព្វផ្សាយទៅរៀបចំអីវ៉ាន់ទៅត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញលោកម្ចាស់ក្នុងនាមវិញជាបានផ្ញើសម្បត្តិឲ្យអ្នកឲ្យពួកយើងមកក្រុងនេះប្រកាសជាគាត់យកព្រមព្យាបាលជំងឺឲ្យអ្នកហើយអ្នកដាច់ខាតកុំបោះបង់ឲ្យសោះប្រហែលជាអញ្ចឹងហើយម្យ៉ាងទៀតស្រីដែលបានជួយអ្នកកាលពីក្មេងមិនទាន់រកឃើញនៅឡើយទេមែនទេដើម្បីគាត់អ្នកត្រូវតែសួរឲ្យបានខ្ញុំត្រូវតែរកអ្នកដែលអាចព្យាបាលអ្នកឲ្យឃើញចុះអ្នកនាងទី2ត្រកូលហែងស្នំសឹងព្រះអង្គម្ចាស់ទី3និងសេនាបតីស៊ីធីងយ៉ាវការរួមដៃគ្នានេះគឺជាអំណោយដែលសម្រាប់បងស្រីខ្ញុំបើព្រះអង្គម្ចាស់រៀបការជាមួយបងស្រីខ្ញុំគាត់ប្រកាសជាទទួលបានការគ្រប់គ្រងពីឪពុកខ្ញុំវានឹងក្លាយជាឧបសគ្គដល់ម្ដាយរបស់ព្រះអង្គម្ចាស់ទី3ប្រហែលជាបងស្រីស្លាប់ទៅកូនស្រីសេនាបតីនឹងក្លាយជាជម្រើសល្អបំផុតសម្រាប់តំណែងមហេសីនិយាយមកតើអ្នកណាបញ្ជូនអ្នកមកខ្ញុំមកទីនេះដើម្បីរកគ្រូពេទ្យឲ្យចៅហ្វាយខ្ញុំទើបតែមកដល់ក្រុងហ៊ុយឈឹងបាន3ថ្ងៃប៉ុណ្ណោះចុះអ្នកដឹងរឿងខ្ញុំបានយ៉ាងម៉េចគឺអ្នកនិយាយនៅតាមផ្លូវការពីថ្ងៃមិញហ្នឹងចុះអ្នកមិនខ្លាចខ្ញុំព្យាបាលឲ្យចៅហ្វាយអ្នកស្លាប់ទេអីស្អីណាចៅហ្វាយខ្ញុំនឹងអាយុវែងយូរយូរកុំនិយាយផ្ដេសផ្ដាស់អីចុះថ្លៃព្យាបាលរបស់ខ្ញុំវិញ1000ដំឡឹងហើយម្យ៉ាងទៀតមិនថាព្យាបាលជាឬមិនជាទេគឺមិនដូរវិញដាច់ខាតឲ្យតែព្យាបាលជាប្រាក់1000ដំឡឹងចៅហ្វាយខ្ញុំមានលទ្ធភាពបង់ឲ្យអ្វីដែលខ្ញុំនិយាយគឺមាស1000ដំឡឹងអីគេមាស1000ដំឡឹងអ្នកកំពុងប្លន់មែនទេនឹងឲ្យខ្ញុំប្លន់អ្នកនឹងតើមានបញ្ហាអីតោះនាំខ្ញុំទៅជួបចៅហ្វាយអ្នកមិនទៅទេបើអ្នកមិននាំខ្ញុំទៅមើលជំងឺទេខ្ញុំមានហេតុផលសង្ស័យថាអ្នកមកភូមិគឺមេតបក្នុងនាមជាចាបរោះមកពីប្រទេសផ្សេងទម្លាក់អាវុធចុះទៅចំពោះអ្នកជំងឺម្នាក់នេះពេលពិនិត្យជំងឺគ្រូពេទ្យត្រូវមើលស្ដាប់សួរនឹងស្ទាបជីបចោអ្នកពាក់របស់របាំងមុខបែបនេះតើឲ្យខ្ញុំពិនិត្យយ៉ាងម៉េចទៅមិនមែនគ្រាន់តែស្ទាបជីបចោទេអីនោះសម្រាប់គ្រូពេទ្យធម្មតាទេរបៀបព្យាបាលរបស់ខ្ញុំមិនដូចអ្នកដទៃឡើយខ្ញុំត្រូវមើលមុខជាមុនសិនអញ្ចឹងសូមអញ្ជើញអ្នកនាងទី2ត្រកូលខាងត្រឡប់ទៅវិញទៅចង់មើលឬមិនមើលតាមចិត្តទោះយ៉ាងណាថ្លៃព្យាបាលគឺមិនសងវិញដាច់ខាតពីដែលធ្វើឲ្យជើងអ្នកពិការបានរាលដាលដល់ឆ្អឹងក្នុងហើយបើមិនបញ្ចេញពីស្អុយតន់ពេលទេអ្នកប្រហែលជារស់មិនបានដល់ពេលនេះនៅឆ្នាំក្រោយទេលោកម្ចាស់អ្នកនាងខាងសូមជួយសង្គ្រោះលោកម្ចាស់ទី3ផងលោកម្ចាស់តែងតែមានចិត្តសង្ស័យនឹងកាច់សាហាវតាំងពីដើមមកគ្រូពេទ្យធម្មតាមិនអាចមើលដឹងពីជំងឺធ្ងន់ធ្ងរនេះទេមានតែពួកគេទេដែលមិនអាចគាត់ពិតជាអាចព្យាបាលជំងឺរបស់អ្នកបានមែនទេមិននឹកស្មានថាលើโลกនេះមានបរិសុទ្ធសង្ហាបែបនេះសោះគាត់ពិតជាសង្ហាខ្លាំងណាស់កញ្ញាថេងអ្នកហៀទឹកមាត់ហើយមនុស្សរស់នៅលើโลกសម្រស់គឺជាសំណាងអ្នកមានរូបរាងសង្ហាបែបនេះខ្ញុំចូលចិត្តមើលតើមិនបានមែនទេមើលឆ្អែតឬនៅលោកដៃរបស់អ្នកមកពីស្ត្រីក្នុងខ្លួនរបស់អ្នកចិត្តប៉ះពាល់ដល់ភ្នែកហើយមិនដល់3ខែទៀតទេភ្នែករបស់អ្នកនឹងត្រូវងឹតទាំងស្រុងមិនខានហើយអ្វីបានជាគាត់ដឹងថាភ្នែករបស់អ្នកមើលមិនច្បាស់ចុះជំងឺលោកម្ចាស់ខ្ញុំតើមានអ្នកណាព្យាបាលបានទេ
អរគុណដែលបានជួយសង្គ្រោះខ្ញុំម៉ាក់ខ្ញុំថារបស់នេះអាចជួយឲ្យមានសុវត្ថិភាពឲ្យអ្នកខ្សែដៃមួយនោះហេតុអ្វីបានជាវានៅលើដៃគាត់មានន័យថាគាត់អាចព្យាបាលបានដោះខោចេញចាំបាច់ត្រូវដោះខោមែនទេបើអ្នកមិនខ្លាចខ្ញុំចាក់បញ្ចូលខុសឬក៏អ្នកមិនចង់ក្រោកឈរឡើងវិញខ្ញុំមិនខ្វល់ទេអ្នកចង់មានន័យថាលោកម្ចាស់ខ្ញុំអាចក្រោកឈរបានមែនទេចុះអ្នកព្រមដោះឬមិនព្រមដោះទៅបានហើយខ្ញុំធ្វើដោយខ្លួនឯងអ្នកបែកខ្នងទៅអាយ៉ាយ៉ាងណាក៏គង់តែខ្ញុំឃើញទាំងអស់ដដែលលើកក្រោយហៅថាអ្វីរួចរាល់ហើយខ្ញុំនិយាយមែនណាអ្នកស្រីបើបរិបផ្សេងឃើញទស្សនវិជ្ជានេះប្រហែលជាពិបាកទុកចិត្តណាស់ប្រហែលជាឈឺបន្តិចហើយអ្នកទ្រាំបន្តិចទៅអ្នកកំពុងធ្វើអ្វីហ្នឹងព្យាបាលជំងឺតើអ្នកមើលមិនដឹងទេអីរឿងកំ pl ែងមែនខ្ញុំរៀនពេទ្យសម័យទំនើបច្រើនឆ្នាំហើយមិនដែលឃើញវិធីព្យាបាលបែបនេះសោះអ្នកមិនដែលឃើញព្រោះចំណេះដឹងអ្នកមិនទាន់ដល់បើអ្នកនៅតែរំខានខ្ញុំលោកម្ចាស់របស់អ្នកនឹងអស់ជីវិតមិនខានខ្ញុំមើលទៅអ្នកមិនមែនចង់ជួយមនុស្សទេអ្នកចង់ធ្វើបាបលោកម្ចាស់ខ្ញុំមែនទេអាប៊ីនកញ្ញាថេងមកទៀតហើយលោកម្ចាស់កុំឲ្យនាងបោកប្រាស់អ្នកឲ្យសោះនាងនៅក្មេងណាស់ហើយចូលនេះក៏ធំទៀតតើអាចព្យាបាលជំងឺបានយ៉ាងម៉េចទៅអាបេរាងកាយរបស់ខ្ញុំដឹងច្បាស់ជាងគេខ្ញុំជឿជាក់លើកញ្ញាថេងហឹមខ្ញុំអាចមើលឃើញច្បាស់ហើយឲ្យតែខ្ញុំចេញមុខរឿងនេះប្រកាសជាជោគជ័យហើយបន្ទាប់ពីនេះខ្ញុំនឹងចេញវិជ្ជាបញ្ជាឲ្យអ្នកលេខឆ្នាំឲ្យគ្រប់បីវគ្គអ្នកនឹងជាសះស្បើយហើយលោកម្ចាស់នាងម្នាក់នេះចង់ធ្វើបាបលោកម្ចាស់ហើយលោកម្ចាស់អ្នកអាចក្រោកឈរបានហើយ